កាលពីមួយខែមុនខ្ញុំបានទៅលេងអាកាសាប៉ុន្តែខ្ញុំអត់បានផុសវីដេអូឲ្យបងប្អូនមើលទេហើយក៏អត់បានកាត់វីដេអូឲ្យបងប្អូនមើលដែរអញ្ចឹងឥឡូវនេះគឺខ្ញុំបានយកវីដេអូទាំងអស់ហ្នឹងដែលខ្ញុំបានទៅលេងអាកាសាហើយទេសភាពស្អាតៗហ្នឹងខ្ញុំបានយកមកកាត់ឲ្យបងប្អូនមើលហើយដោយសារតែខ្ញុំវាទឹមត្នេកាត់វីដេអូហ្នឹងឲ្យបងប្អូនមើលណាមួយខ្ញុំភ្លេចផងបងប្អូនសូមអធិស្ឋានអ្នកទាំងអស់គ្នាអញ្ចឹងបងប្អូនយើងដែលគាត់ចង់ដឹងថាទេសភាពស្អាតប៉ុណ្ណាហើយមានអីខ្លះនៅអាកាសាគឺបងប្អូនអាចមើលវីដេអូឲ្យដល់ចប់បានចិត្តដល់ទីតាំងហើយនៅ11គីឡូទៀតដល់តែភ្លៀងយើងទៅអត់តែចឹងក៏ចូលមកសម្រាប់សិនបងប្អូនឥឡូវចាប់ដើមរាំងម្ដងតិចហើយឃើញតំណក់ចឹងឯងប៉ុន្តែជិះទៅមកអស់ហើយត្រឹម2នាទីសើមចូលក្រោយចឹងឥឡូវយើងបានមកដល់ផ្លូវចូលទៅអាកាសាហើយខ្ញុំទៅដល់ពេលហ្នឹងគឺភ្លៀងអាលឹមតិចហើយក៏ស្របពេលដែលភ្លៀងខ្លាំងទឹមតែរួចចឹងពេលដែលខ្ញុំឡើងមកហ្នឹងគឺផ្លូវរៀងល្អិលបន្តិចបងប្អូនមើលវីដេអូហ្នឹងដឹងហើយគឺវានៅអាលឹមតិចចឹងវាល្អិលមែនតើសម្រាប់ម៉ូតូគេដទៃដូចជាអាសង់ដូចជាអូតូអីធម្មតាហ្នឹងតែបើម៉ូតូខ្ញុំវាល្អិលដែរប៉ុន្តែតិចតួចព្រោះដោយសារតែម៉ូតូខ្ញុំវាសបកកង់កាឡា Adventure ចឹងណាបងប្អូនតែបើសម្រាប់គ្នាយើងដែលគាត់ចង់ជិះម៉ូតូទៅលេងធម្មតាម៉ូតូអាសង់ម៉ូតូអូតូអីធម្មតាសបកស៊ីនហ្នឹងយើងគួរតែប្រុងប្រយ័ត្នព្រោះដោយសារតែពេលមេឃភ្លៀងមេអាលឹមនិយាយទៅដីពេលសើមហ្នឹងគឺវាល្អិលមែនតើប៉ុន្តែវាមិនជាមិនជាបញ្ហាអីទេពេលដែលឡើងមកដល់នេះគឺទេសភាពអំណោយផលមែនតើគឺស្អាតយកតែមែនតើសម្រាប់អ្នកដែលចូលចិត្តព្រៃភ្នំណាគឺដូចខ្ញុំអីជាដើមគឺចូលចិត្តយកតែមែនតើហ្មងបើសិនអាចខ្ញុំនៅបោះតង់ហ្នឹងហ្មងខ្ញុំនិយាយមែនណាអាទេសភាពអញ្ចឹងបរិយាកាសអញ្ចឹងស្ងប់ស្ងាត់ស្ដាប់សលេងធម្មជាតិស្ដាប់សលេងសត្វអីវានៅជុំវិញនឹងវាស្រែកតិចអូនិយាយបើថាប៉ះពាល់អារម្មណ៍របស់ខ្ញុំចាក់ដោតអារម្មណ៍ខ្ញុំឲ្យវារបៀបថាពិបាកបរិយាយបងប្អូនដឹងតែក្តីសុខរបស់ខ្ញុំគឺអញ្ចឹងឯងខ្លាំងបំផុតខ្ញុំនិយាយមែនណាបងប្អូនហើយនៅអាកាសាក៏គេមានរៀបចំនៅកន្លែងថតរូបកន្លែងលេងបាញ់ធ្នូអីហើយមានកន្លែងចំសត្វពពែមានទន្សាយមានអីអូច្រើនមែនតើអញ្ចឹងបើសិនបងប្អូនចង់ដឹងគឺទៅមើលបានដូចខ្ញុំនេះមកដល់ឃើញគឺទាញធ្នូយកមកបាញ់យាខ្វាច់ដាក់ខ្វោកខុសឥឡូវយើងបាញ់យកមែនតើតាមពិតទៅទឹកដៃខ្ញុំគឺគ្រាន់បាដែរបងប្អូនខ្ញុំបាញ់ត្រូវតែមិនមែនអន់អីប្រហែលឥឡូវយើងមកមើលមុខបងប៉ែវិញនេះអូនិយាយថាខ្ជូតតែម្ដងនិយាយទៅមុខគាត់ងាកមកចំកាមេរ៉ាពឹកគឺខ្ជូតហ្មងឥឡូវយើងចូលមកកន្លែងអង្គុយលេងគឺកន្លែងគេលក់កាហ្វេទៀមកាហ្វេដែលនៅអាកាសាហ្នឹងឯងគឺយើងចូលមកមានលក់ត្រីមានអីហើយមានរូបមានទន្សាយគេចិញ្ចឹមឲ្យយើងមើលនិយាយទៅយើងអង្គុយមើលទន្សាយឈៀលជាមួយនឹងទេសភាពជាមួយនឹងបរិយាកាសនៅហ្នឹងហ្មងហើយជាពិសេសខ្ញុំចាប់អារម្មណ៍ឆ្កែនេះគឺវាធំមែនតើបងប្អូននិយាយថាមិនដឹងថាគេចិញ្ចឹមឲ្យប្រកាត់ពូជមិនអីមិនប៉ុន្តែវាធំសឹងតែនិយាយទៅធំជាងបងប្រុសដែលនៅក្រោយខ្ញុំនឹងទៀតបងប្អូនគាត់មើលមៀតវានឹងខ្ញុំទៅនេះឃើញខ្ញុំទូជាងវាហើយវាដើរប្រឈៀតខ្ញុំគៀបខ្ញុំសឹងអីអាពេលហ្នឹងអញ្ចឹងខ្ញុំសុំដាក់ឈ្មោះឲ្យវាថាអាឆ្កែអាងមៀតហើយឆ្កែនេះគឺពូជ Husky ណាបងប្អូនអាហ្នឹងតាមខ្ញុំដឹងប៉ុន្តែបើមៀតវាជាទូទៅពូជ Husky ដូចវាមិនធំអញ្ចឹងទេតែបើកិញ្ញលោគេយកទៅប្រកាត់ឬក៏គេចិញ្ចឹមមិនអីមិនខ្ញុំអត់ដឹងទេគ្រាន់ថាដឹងតែថាពេលហ្នឹងខ្ញុំទៅដល់គឺធំមែនតើបើតាមខ្ញុំដឹងពូជ Husky គឺវាអត់ធំអញ្ចឹងទេហើយពូជ Husky បងប្អូនទៅលេងអាកាសាបើសិនឃើញឆ្កែហ្នឹងគឺទៅលេងឯក្បាលវាទៅអត់អីទេខ្ញុំទៅលេងប៉ះផ្ទាល់ហើយឯប៉ះខ្លួនឯងហើយព្រោះដោយសារតែពូជ Husky គឺវាអត់ចេះខំអីញ៉ៃដូចឆ្កែស្រុកទេអូឥឡូវយើងសម្រាប់ទីសិនបងប្អូនតាមពិតនៅនេះវាគួរសមដែរវាស្អាតតែមួយទីធ្លាក៏វាដើររៀងតិចដែរព្រោះដោយសារតែកំពូលភ្នំរៀងទូដែរអញ្ចឹងណាបងប្អូនយើងតែដើរមកហត់ដែរហ្នឹងមិនអត់ទេហើយនៅមានកន្លែងច្រើនទៀតស្អាតតែខ្ញុំអត់បានដើរទៅតិចទៀតខ្ញុំត្រូវបកទៅផ្ទះវិញហើយទេសភាពអូ
មើលមានឱកាសលើក្រោយខ្ញុំមកបោះតង់នេះហ្នឹងនិយាយទៅគាត់ឃើញទេសភាពបើសិនយើងបាននៅបោះតង់ជុំគ្នាអាំងសាច់ឈើយប់ឡើងព្រលឹមឡើងបើកភ្នែកចេញពីតង់ឃើញទេសភាពថ្ងៃរះទៀតអូកប់សេរីហើយងាកឡើងតាមពិតនៅនេះស្អាតពេលល្ងាចក៏ស្អាតដែរបងប្អូនពេលដែលថ្ងៃលិចម៉ោងខ្ទង់5 6ហ្នឹងគឺស្អាតព្រោះដោយសារតែព្រះអាទិត្យលិចនៅខាងកពូលភ្នំខាងនោះអញ្ចឹងចលងភ្នំខាងនោះវាបង្កើតបានជាទេសភាពមួយដែលយើងមើលទៅកាត់ថ្លៃមិនបាននៅក្នុងស្រុកខ្មែរខ្ញុំនិយាយមែនគ្រាន់តែទៅដល់មួយហ្នឹងខ្ញុំនឹកឃើញទៅដល់កន្លែងមួយដែលខ្ញុំទៅដល់ប្រទេសថៃនៅចិត្តព្រំដែនខ្មែរយើងខ្មែរថៃនៅច្រកជាំណាបងប្អូននៅនឹងស្អាតតែនៅនេះស្អាតជាងនៅនឹងទៀតនិយាយមែនស្អាតហ្នឹងចឹងមានឱកាសលើកក្រោយខ្ញុំនឹងមកបោះតង់នៅនេះចឹងមុនពេលដែលយើងត្រឡប់ទៅផ្ទះវិញដោយសារតែម៉ូតូខ្ញុំអស់សាំងដែរហើយគឺមកពេញពីកំពង់ថ្មរហូតមកដល់ត្បែងនៅអាកាសានេះគឺវាស៊ីមកពេញហ្នឹង4លីត្រកន្លះគឺអស់លេងតែម្ដងចឹងក៏ខ្ញុំមានធុងសាំងសម្រាប់ស្គួរដែរហើយធុងសាំងហ្នឹងគឺអត់មានអីឆ្ងាយទិញអីសាំញ៉ាំច្រើនទេបងប្អូនគឺខ្ញុំយកអាកណ្ដុងដែលយើងដាក់សាប៊ូបោកកៅអៅហ្នឹងពេលដែលយើងប្រើអស់ខ្ញុំលាងចេញឲ្យស្អាតខ្ញុំយកអាហ្នឹងមកដាក់សាំងព្រោះដោយសារតែអាហ្នឹងក៏វារក្សាសាំងយើងបានល្អដូចនឹងអាកណ្ដាំងអាកណ្ដុងដែលយើងផ្ទុកសាំងដូចគ្នាហើយកណ្ដុងហ្នឹងគឺវាមានចំណុះច្រើនដែរគឺ4លីត្រកន្លះវាស្មើនឹងធុងសាំងម៉ូតូខ្ញុំអញ្ចឹងបើខ្ញុំចាក់តែម្ដងហើយខ្ញុំចាក់អាធុងនេះម្ដងទៀតគឺខ្ញុំអាចបន្តដំណើរបានដូចជា200ទៅ300គីឡូបន្តទៀតហើយបងប្អូនបន្ទាប់ពីយើងចាក់សាំងហើយគឺខ្ញុំបានជួបជាមួយនឹងប្រិយមិត្តរបស់យើងដែលគាត់ស្គាល់ខ្ញុំណាគាត់បានមកសុំ logo ពីខ្ញុំអញ្ចឹងខ្ញុំសុំប្រាប់ទៅអ្នកដែលស្គាល់ខ្ញុំចង់បាន logo របស់ខ្ញុំអីគឺបើសិនជួបខ្ញុំនៅក្រៅអាចមកសុំបានមកសុំថតមកសុំ logo អីគឺខ្ញុំអត់កំណាញ់ទេគឺខ្ញុំឲ្យហ្មងបើសិនខ្ញុំមានណាបងប្អូនហើយឥឡូវនេះយើងចាប់ផ្ដើមបន្តដំណើរផ្ទះវិញហើយពេលល្ងាចហ្នឹងគឺអូនិយាយថាមើលចេញមកក៏កាន់តែស្អាតដែរបងប្អូនណាថ្ងៃរៀបលិចប៉ុន្តែថ្ងៃហ្នឹងគឺវាអត់មានថ្ងៃលិចទេព្រោះដោយសារតែមេឃសតុំអញ្ចឹងក៏ចេញផុតពីភ្នំហ្នឹងហើយបានមានថ្ងៃរះរៀបលិចហ្នឹងមកវិញណាបងប្អូនអញ្ចឹងវីដេអូខ្ញុំញ៉ៃហ្នឹងមានតែប៉ុណ្្នឹងសម្រាប់គ្នាយើងដែលចង់ឲ្យខ្ញុំតានីអញ្ចឹងបងប្អូនអាចចូលមក comment បានហើយចង់ sponsor តិចក្តីច្រើនក្តីក៏ខ្ញុំទទួលដែរហើយក៏ខ្ញុំអរគុណដល់គ្នាយើងដែលបានមើលវីដេអូមកដល់ចំណុចនេះដែលចិត្តចប់ណាអញ្ចឹងមុននឹងបញ្ចប់វីដេអូខ្ញុំសង្ឃឹមថាអ្នកនរអគ្នានឹងជួយចុច follow ចុច like ហើយក៏ subscribe នៅ channel YouTube របស់ខ្ញុំផងដែរអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរអគ្នានឹង support ខ្ញុំហើយខ្ញុំនឹងផលិតវីដេអូឲ្យបងប្អូនទៅក្រោយៗទៀតអរគុណបាយបាយ